ជាតិខ្មែរកើតនៅលើដីខ្មែរយើងត្រូវខំថែជាតិឲ្យបានរឹងរូសពីឈ្មោះជាតិយើងបានគុំកើមទូតាតែយើងចេញថែរៀងសាទោះបីខ្មែររួមនៅប្រទេសណាជួបគុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេសគេមកវង្វេងឲ្យខ្មែរនឹងខ្មែរបែកសាមគ្គីគ្នាអ្វីបើគេហ៊ានចំណាយប្រាំកាំចាយហោហៀអាងណាចូលកុំភ្លេចគេឈ្មោះខេមរាជំនឿខ្លាយខ្លាតាំងពីបុរាណព្រលឹងជាតិនេះគង់ងងបានយូរព្រោះតែយើងស៊ូរួមរំលាគ្រប់ប្រាណកសាងជាតិ ខាងក្រោមនេះគឺជាព្រះរាជបន្ទូលអតីតព្រះមហាក្សត្រនរោត្តមសីហនុព្រះអង្គបានរំលឹកអំពីបញ្ហាដែលព្រះអង្គបានមានព្រះបន្ទូលប្រាប់ទៅលោកហ៊ុនសែនថាយួនជាសត្វក្រពើខ្ញុំធ្លាប់ជួយយួនខ្ញុំបានរំលឹកឯកឧត្តមហ៊ុនសែនថាខ្ញុំជួយយួនរហូតដល់អស់រាជបល្ល័ង្ករហូតដល់ចំពោះឡុងម៉ុលសេរីមាតាអិនតាំជេងហេងចក្រពត្តិនិយមអាមេរិកទម្លាក់ខ្ញុំយកខ្ញុំទៅជំរះដែលខ្ញុំជាអ្នកផ្នែកហាជាតិខ្ញុំជួយយួនដោយសារតែយួនប្រយុទ្ធយកឯករាជ្យឲ្យមាតុភូមិខ្លួនហើយចង់ឲ្យមាតុភូមិខ្លួនបានរួមរងគ្នាជាជ្រុងមួយគឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងយួនជាមនុស្សកពើវាជាកពើអកតញ្ញូប្រមាថខ្ញុំមួយថ្ងៃនិយាយចំអកអើយមិនចេះចាប់ខ្ញុំបានរំលឹកឯកឧត្តមហ៊ុនសែនថាយួនជាមនុស្សកពើវាជាកពើអកតញ្ញូប្រមាថខ្ញុំមួយថ្ងៃនិយាយចំអកអើយមិនចេះចាប់នេះគឺជាសម្ដីសារភាពរបស់លោកហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលថាលោកគឺជាអាយ៉ងយួនលោកស្ថិតនៅក្រោមបង្គាប់របស់យួនដូច្នេះតើយើងទាំងអស់គ្នាជាខ្មែរគួរតែបោះឆ្នោតគាំទ្រលោកហ៊ុនសែនដើម្បីបម្រើផលប្រយោជន៍យួនតទៅទៀតឬយ៉ាងណាវាមានតែនៅពីលើក្បាលមកខ្ញុំសូមនិយាយដោយត្រង់ព្រោះថាចង់ឲ្យនិយាយត្រង់ទៅត្រង់មកបើត្រង់ទៅត្រង់មកយើងត្រូវនិយាយត្រង់ហើយនិយាយឲ្យប្រជាជនខ្មែរបានដឹងកងទ័ពវៀតណាមនៅកម្ពុជាជាង 100000 នាក់ខ្ញុំអាយ៉ងវៀតណាមប៉ុន្តែគ្មាននរណាមួយចង់ឲ្យបាត់បង់ទឹកដីទេតែគឺមិនបើនៅក្រោមអំណាចគេ